នេះ admin នឹងបញ្ជាក់អ្នកទាំងអស់គ្នាបន្ថែមអំពីចំណុចគួរយល់ដឹងមុននឹងទទួលឯកសារអត្រានុកូលដ្ឋានពីរដ្ឋបាលឃុំសង្កាត់វីដេអូមុន admin ក៏បានបញ្ជាក់បន្ថែមផងដែរតែវីដេអូនេះសូមលម្អិតបន្ថែមជូនអ្នកទាំងអស់គ្នាដើម្បីទទួលបានឯកសារមួយដែលត្រឹមត្រូវច្បាស់លាស់ជៀសវាងការកែតម្រូវទៅស្ថាប័នពាក់ព័ន្ធឯកសារមួយនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់បងប្អូនឯកសារអត្រាគោលដ្ឋានគឺជាឯកសារបញ្ជីផ្លូវការរបស់រដ្ឋចេញដោយមន្ត្រីអត្រានុកូលដ្ឋានឃុំសង្កាត់ដែលបានកត់ត្រានៅព្រឹត្តិការណ៍សំខាន់ចាប់តាំងពីកើតរហូតដល់ស្លាប់របស់ប្រជាពលរដ្ឋដើម្បីកំណត់នៅអត្តសញ្ញាណកម្មនិងធានានៅឯកសារផ្លូវច្បាប់ជូនប្រជាពលរដ្ឋសៀវភៅអត្រានុកូលដ្ឋានចែកចេញជា3ប្រភេទគឺសៀវភៅអត្រានុកូលដ្ឋានកំណើតសៀវភៅអត្រានុកូលដ្ឋានអាពាហ៍ពិពាហ៍និងសៀវភៅអត្រានុកូលដ្ឋានមរណភាពដូច្នេះឯកសារដែលបងប្អូនកំពុងតែកាន់រាល់ថ្ងៃវាមិនមែនជាគោលបញ្ជីដើមនោះទេគោលបញ្ជីដើមគឺជាសៀវភៅភ្លុះ2ក្បាលដូច្នេះបន្ទាប់ពីផ្ទៀងផ្ទាត់ទិន្នន័យរបស់បងប្អូនជាមួយនឹងឯកសាររួចរាល់ទើបយើងចម្លងចេញជូនជាឯកសារសន្លឹកដូចជាសម្បត្តិកំណើតសម្បត្តិអាពាហ៍ពិពាហ៍ឬក៏មរណភាពបងប្អូនបន្ទាប់ពីចុះគោលបញ្ជីដើមដូច្នេះឯកសារយោងបងប្អូននៅក្នុងដៃនេះគឺចម្លងចេញពីបញ្ជីគោលឆ្នេះប្រសិនមានករណីអត្រានុកូលដ្ឋានខុសតើបងប្អូនត្រូវធ្វើរបៀបណាហ៊ានទី1នៅពេលដែលបងប្អូនទទួលសម្បត្តិអត្រានុកូលដ្ឋានពីឃុំសង្កាត់សូមពិនិត្យជាមួយនឹងបញ្ជីដែលបងប្អូនទទួលបានជាមួយនឹងសៀវភៅគោលដែលជាសៀវភៅភ្លោះនិងសូមពិនិត្យរាល់ទិន្នន័យដូចជាឈ្មោះអក្ខរាវិរុទ្ធថ្ងៃខែឆ្នាំកំណើតព័ត៌មានផ្សេងបានគ្រប់ជ្រុងជ្រោយជាមុនសិននិងផ្តិតមេដៃទទួលស្គាល់លើទិន្នន័យក្នុងសៀវភៅភ្លោះករណីទី2ករណីបងប្អូនទទួលបានឯកសារអត្រានុកូលដ្ឋានរួចតែស្ថិតនៅក្នុងឆ្នាំកំឡុងពេលដែលបងប្អូនកំពុងទទួលសេវាឧទាហរណ៍ថាបងប្អូនមកចុះសម្បត្តិកំណើតនៅខែ1ឆ្នាំ2026នៅខែ2បងប្អូនឃើញថាមានកំហុសដូច្នេះបងប្អូនសូមអញ្ជើញមករដ្ឋបាលឃុំសង្កាត់ភ្លាមដើម្បីកែតម្រូវទិន្នន័យនោះដែលគ្មានភាពស្មុគស្មាញនិងមិនចំណាយប្រាក់ឡើយព្រោះជាករណីនេះខុសក្នុងឆ្នាំនិងករណីទី2មានន័យថាបងប្អូនបានទទួលសម្បត្តិអត្រានុកូលដ្ឋានរួចហើយយូរឆ្នាំ2ឆ្នាំឬច្រើនឆ្នាំបងប្អូនអាចអញ្ជើញទៅដាក់ពាក្យស្នើសុំកែតម្រូវនៅមន្ត្រីអត្រានុកូលដ្ឋានក្រុងស្រុកខណ្ឌករណីដែលមន្ត្រីអត្រានុកូលដ្ឋានក្រុងស្រុកខណ្ឌមិនអាចសម្រេចបានបងប្អូននឹងយកឯកសារទាំងអស់នោះទៅរៀបចំតាមនីតិវិធីប្តឹងទៅតុលាការដើម្បីស្នើសុំសេចក្តីសម្រេចក្នុងការកែតម្រូវឬក៏មោគភាពនៅទិន្នន័យអត្រានុកូលដ្ឋានរបស់បងប្អូនទៅវិញម្ដងទៀតបងប្អូនប្រកាសជាមានភាពស្មុគស្មាញហើយជួបជំនាញពាក់ព័ន្ធនានាដើម្បីរៀបចំឯកសារបងប្អូនឲ្យបានត្រឹមត្រូវពេញលេញតែជាថ្មីម្ដងទៀតជៀសវាងកំហុសទាំងអស់នោះកើតមានបងប្អូនទទួលឯកសារអត្រានុកូលដ្ឋានមិនថាប្រភេទណាក៏ដោយបងប្អូនសូមពិនិត្យឯកសារបងប្អូនជាមួយនឹងគោលបញ្ជីសៀវភៅភ្លោះជាមុនសិនដោយពិនិត្យលើទិន្នន័យពាក់ព័ន្ធឲ្យបានចប់សពគ្រប់ទើបមិនមានភាពស្មុគស្មាញសម្រាប់លក្ខខណ្ឌចាំបាច់ដែលបានហួសទៅហើយបងប្អូនត្រូវតែធ្វើទៅតាមនីតិវិធីការងារបម្រើសេវាអត្រានុកូលដ្ឋានគឺធ្វើទៅតាមនីតិវិធីដែលបានកំណត់ฉะนั้นសូមប្រុងប្រយ័ត្នទាំងអស់គ្នាក្នុងនាមអាជ្ញាធរមូលដ្ឋានក៏ចង់សម្រួលការងារនេះដល់ប្រជាពលរដ្ឋផងដែរប៉ុន្តែករណីខ្លះវាហួសនៅក្នុងដែនសមត្ថកិច្ចប្រឆាពីនីតិវិធីដែលបានកំណត់ទោះជាសេវាសាធារណៈត្រូវបានលើកកម្ពស់តែករណីខុសដោយអចេតនានៅតែមានដូចជាករណីខុសអក្ខរាវិរុទ្ធជាដើមតែទាំងអស់នេះគឺជាកំហុសឆ្គងដោយអចេតនាក្នុងការបំពេញសេវាផ្សេងករណីខាងលើនេះគឺជាចំណុចខ្លះៗដែលបងប្អូនគួរប្រុងប្រយ័ត្នដើម្បីទទួលបានឯកសារមួយពេញលេញក្នុងការយកទៅប្រើប្រាស់ការងារផ្ទាល់ខ្លួនប្រកបដោយប្រសិទ្ធភាពដោយសារឯកសារអត្រានុកូលដ្ឋានជាឯកសារចាំបាច់ផ្លូវការរបស់ប្រជាពលរដ្ឋដូច្នេះការបំពេញទិន្នន័យក៏ដូចជាផ្ទៀងផ្ទាត់ទិន្នន័យផ្សេងនៅក្នុងសៀវភៅគោលឬក៏បញ្ជីភ្លោះទាំងអស់នោះទាមទារប្រើពេលវេលានិងស្នើសុំបងប្អូនភ្ជាប់ឯកសារគ្រប់គ្រាន់ដើម្បីងាយស្រួលក្នុងការបំពេញទិន្នន័យចូលសៀវភៅគោលដើម្បីទទួលបានឯកសារគ្រប់គ្រាន់អូខេអ្នកទាំងអស់គ្នា admin សង្ឃឹមថាការបកស្រាយរបស់ admin អ្នកទាំងអស់គ្នានឹងយល់ហើយប្រសិនមានចម្ងល់បន្ថែមអាច comment សួរនៅក្នុងវីដេអូរបស់ admin ខាងក្រោម admin នឹងឆ្លើយតបទៅអ្នកទាំងអស់គ្នាហើយសង្ឃឹមថាវីដេអូនេះជាប្រយោជន៍ទាំងអស់គ្នាហើយក៏សូមអរគុណអ្នកទាំងអស់គ្នាក្នុងការគាំទ្រនិង support admin កន្លងមកអរគុណបាយបាយ